បាទសួស្តីបងប្អូនទាំងអស់គ្នាចឹងស្វាគមន៍ជាបន្តទៀតនៅក្នុងការដែលយើងរៀនអំពីការប្រើប្រាស់ទៅលើ keyframe ចឹងនៅក្នុងវីដេអូនេះយើងនឹងមកអនុវត្តជាក់ស្ដែងលើរបៀបនៃការកំណត់ keyframe ទៅលើការប្រើប្រាស់នៅក្នុងកម្មវិធី Adobe Premiere Pro ហើយថាតើវាដំណើរការយ៉ាងដូចម្ដេចហើយវាមានប្រយោជន៍អ្វីខ្លះអស់យើងទៅមើលទាំងអស់គ្នាបាទនៅក្នុងការប្រើប្រាស់ keyframe អញ្ចឹងជាដំបូងយើងចូលមកកាន់រូបថតឬក៏វីដេអូរបស់យើងដែលយើងបានទាញដាក់នៅលើ timeline ហើយបងប្អូនអាច select ទៅលើវាទៅហើយបងប្អូនចូលទៅកាន់កន្លែង effect control អញ្ចឹងនៅទីនេះបងប្អូននឹងមើលឃើញថាតើវីដេអូនេះមកពីណាបាទអញ្ចឹងដើម្បីកំណត់ keyframe បានគឺបងប្អូនអាចបើកនៅត្រង់នេះនៅខាងមុខនេះបងប្អូនបានឃើញស្រាប់ហៅថា toggle animation បាទអញ្ចឹងនៅក្នុងការប្រើប្រាស់ keyframe យើងអាចកំណត់ទីតាំងរបស់វាពីឆ្វេងទៅស្ដាំពីលើទៅក្រោមឬក៏ទំហំរបស់វាពីធំទៅតូចតាមដែលបងប្អូនចង់បានអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនអំពីការប្រើប្រាស់វាអញ្ចឹងទី1ខ្ញុំចង់កំណត់វាឲ្យវា load ពីឆ្វេងទៅស្ដាំនៅក្នុងវីដេអូហ្នឹងប៉ុន្តែដូចបងប្អូនបានមើលឃើញជាក់ស្ដែងនៅក្នុងវីដេអូនេះតពីវីដេអូមុនមកគឺវាអត់ទាន់មានការប្រើប្រាស់ keyframe ទេគឺវីដេអូនេះគឺវារូបភាពវា load ចេញមកគឺទៅទេអញ្ចឹងមកបាទបែបនេះគឺវានៅស្ងៀមអត់មានចលនាអីទេប៉ុន្តែដើម្បីឲ្យវាមានចលនាបានព្រោះតែយើងបើក keyframe វាអញ្ចឹងឧទាហរណ៍ទី1ខ្ញុំចង់បើកវាឲ្យដើរពីឆ្វេងទៅស្ដាំអញ្ចឹងតើពីឆ្វេងទៅស្ដាំតើយើងប្រើប្រាស់ទៅលើកន្លែងណាអញ្ចឹងយើងចូល motion position ដូចបងប្អូនបានដឹងហើយពីវីដេអូមុនមកគឺវាអាចទាញពីឆ្វេងទៅស្ដាំឆ្លៃទៅលើការចង់បានរបស់បងប្អូនអាចទាញបែបនេះក៏បានឬក៏បងប្អូនទាញនៅលើនេះក៏បានពីលើទៅក្រោមក៏បានដែរអញ្ចឹងដំបូងខ្ញុំចង់រៀនធ្វើវាពីឆ្វេងទៅស្ដាំអញ្ចឹងយើងត្រូវបើកត្រង់នេះជាចំណុចចាប់ផ្ដើមរបស់វាហើយយើងទាញវាទៅខាងឆ្វេងបាទបន្ទាប់មកយើងនឹងធ្វើការរំកិលវាខិតមកខាងស្ដាំតើប្រហែលវិនាទីអញ្ចឹងដូចបងប្អូនចង់លេងវា1វិនាទីទៅ2វិនាទីហើយបងប្អូនចង់ឲ្យវា load មកអញ្ចឹងយើងចាប់ផ្ដើមធ្វើវាតែជាទូទៅបើសិនបើយើងចុចវាចុច shift សញ្ញាព្រួយទៅមុខ1បានន័យថាវា5 frame ទៅមុខមួយទៀត15មុខមួយទៀតជាស្រ័យទៅមុខទៀត10ទៅមុខទៀតគឺ15 frame អញ្ចឹងខ្ញុំចង់ប្រើប្រាស់វា25 frame អញ្ចឹងម្ដងទៀតគឺខ្ញុំចុចសញ្ញា shift ឲ្យជាប់ខ្ញុំចុចសញ្ញាព្រួយ1បានន័យថា5 10 15 20 25បាទអញ្ចឹងខ្ញុំចង់ឲ្យវា25 frame វាស្មើនឹងខ្ទង់1វិនាទីអញ្ចឹងខ្ញុំចង់ឲ្យវា load មកដល់ទីនេះបាទអញ្ចឹងរួចរាល់យើងតើមើលទាំងអស់គ្នាថាតើវានឹងធ្វើចលនាបែបណាអញ្ចឹងយើង play ពីដើមដំបូងមកគឺយើងឃើញវីដេអូនេះគឺវារត់តែបើសិនបងប្អូនចង់ឲ្យវារត់យឺតជាងនេះបន្តិចក៏យើងអាចទាញវាមកខិតមកមុខដែរគឺបែបនេះបាទតមកទៀតខ្ញុំចង់ធ្វើរូបភាពខាងនេះខាងស្ដាំដៃនេះដើម្បីឲ្យវា load ពីខាងស្ដាំទៅឆ្វេងដែរអញ្ចឹងជាដំបូងខ្ញុំត្រូវបើកវាកន្លែង position នេះបាទហើយខ្ញុំទាញវាមកឲ្យផុតបាទទាញវាមកឲ្យផុតសិនមកបាទបើន័យថាជាចំណុចចាប់ផ្ដើមគឺវាអត់ទាន់បានចេញមកទេអញ្ចឹងខ្ញុំដាក់5 10 15 25 35 45 55ខ្ញុំចង់វាស្មើគ្នាអញ្ចឹងប៉ុណ្នេះហើយខ្ញុំទាញវាមកអញ្ចឹងន័យថារូបភាពពីរនេះគឺចេញមកដំណើរគ្នាតែម្ដងអញ្ចឹងដូចបងប្អូនបានឃើញ key frame ចាប់ផ្ដើមបើកពីខាងនេះមកអញ្ចឹងដល់ពេលបងប្អូន play វីដេអូហ្នឹងគឺវានឹង load ចូលគ្នាបែបនេះបាទអញ្ចឹងនៅក្នុងហ្នឹងបងប្អូនបានឃើញស្រាប់នៅទីនេះយើងមានខាងក្រោមនេះដែរអញ្ចឹងខ្ញុំចង់ឲ្យវាចលនាដូចគ្នាដែរប៉ុន្តែខ្ញុំចង់ឲ្យវាមួយនេះខ្ញុំចង់ឲ្យវា load ពីក្រោមទៅលើវិញអញ្ចឹងពីក្រោមទៅលើខ្ញុំបើកត្រង់នេះដែរអញ្ចឹងខ្ញុំទាញវាយើងអាចទាញវាខិតមកក្រោមតែពេលខ្លះវាអាចអត់ស្មើប៉ុន្តែយើង control set មកដើម្បីវាត្រឡប់ហើយយើងទាញនៅកន្លែងនេះបាទ8នេះយើងទាញខិតទៅមុខមកយើងមើលឆ្វេងឲ្យជាប់ហើយទាញវាខិតទៅមុខគឺវាធ្លាក់ទៅក្រោមតមកបងប្អូនបានមើលឃើញថាតើចំណុចណាដែលយើងត្រូវឲ្យវាចេញមកបាទ
ចឹងយើងឃើញវីដេអូផ្សេងគឺចលនាចេញពីកន្លែងនេះគឺយើងទាញវាមកឲ្យវាដំណើរគ្នាចឹងយើង play មើលថាតើវាចេញទៅជាបែបណាបាទគឺវាដំណើរការបែបនេះបាទហើយមួយទៀតបើសិនបើខ្ញុំចង់ឲ្យវីដេអូរូបថតខាងនេះលោតពីលើមកក្រោមក៏បានដែរចឹងខ្ញុំបើក position កន្លែង position គឺឆ្វេងស្ដាំលើក្រោមបាទចឹងកន្លែងចំណុចចាប់ផ្ដើមវានៅទីណាគឺបងប្អូនទាញវាទៅដាក់មកចឹងយើងទាញវាខិតលើមកបាទតបមកយើងរាប់ frame 5 5អញ្ចឹងមកហូតដល់វាចេញនាទីត្រឹមណាវាចេញមក smart ហើយយើងទាញវាមកបាទបែបនេះបងប្អូនបានមើលឃើញយើង play វាម្ដងទៀតមកគឺវានឹងធ្វើចលនាបែបហ្នឹងអញ្ចឹងបើយើងចុចត្រង់កន្លែង go previous keyframe គឺវានឹងលោតទៅឲ្យចំតែម្ដងពេលខ្លះបងប្អូនទាញបែបនេះពេលខ្លះអត់ត្រូវអត់ចំឃើញបងប្អូនបានមើលឃើញជាក់ស្ដែងគឺវាអត់ត្រូវអញ្ចឹងបែបនេះគឺបងប្អូនចុចតែកន្លែងនេះមក previous keyframe ឬក៏ go next keyframe គឺវា select ឲ្យចំតែម្ដងហើយបងប្អូនខាត់វាទៅលើតិចមកនាទីនេះបាទខាត់វាឲ្យស្មើគ្នានេះបាទអញ្ចឹងនេះគឺជាការកំណត់ keyframe ពី position របស់វាអញ្ចឹងបន្តមកទៀតខ្ញុំចង់កំណត់ keyframe ទាក់ទងទៅនឹងការពង្រីករបស់វាទាក់ទងទៅនឹង scale តើវាខុសគ្នាបែបណាអញ្ចឹង scale នេះក៏ដូចគ្នាដែរបងប្អូន select មកគឺរូបភាពទី1គឺរូបបរិសម្នាក់នេះអញ្ចឹងកន្លែងនេះបងប្អូនបានមើលឃើញគឺជា anchor point គឺជាចំណុចដែលវាចាប់ផ្ដើមចេញពីខាងណាទៅខាងណាអញ្ចឹងកន្លែងនេះខ្ញុំនឹងលម្អិតឲ្យបងប្អូនបានយល់វាតកតងជាមួយនឹងការ scale អញ្ចឹងយើងចាប់ផ្ដើមដំបូងយើងមើលឃើញទំហំរបស់វាគឺ 50% អញ្ចឹងបើសិនបើបងប្អូនចង់ឲ្យវាចាប់ផ្ដើមដំបូងជាមួយនឹងចំណុច 0% គឺវាតូចអត់មានទេអញ្ចឹងបើសិនបើបងប្អូនរាប់វាមកមុខ5 10 15 20 25 35 40 50 អញ្ចឹងបងប្អូនដាក់ថា 50% អញ្ចឹងនៅពេលដែលយើង play វាពីខាងមុខមកគឺបែបនេះបាទនេះតកតងទៅនឹងscale ប៉ុន្តែយើងនៅមានចំណុចជាច្រើនទៀតដែរដែលយើងអាចធ្វើការប្រើប្រាស់ keyframe បានដូចជា rotation នេះទៅត្រង់ចំណុចនេះ rotation ក៏យើងអាចធ្វើវាបានដែរអញ្ចឹងឧទាហរណ៍ឥឡូវយើងចាប់ផ្ដើមជាមួយនឹងការ scale ជាមុនសិនខ្ញុំចង់ឲ្យបងប្អូនបានយល់ហើយបើសិនបើយើងមើល anchor point នេះនៅពេលបងប្អូន select លើវានឹងចេញ anchor point កណ្ដាលនេះឲ្យយើងអញ្ចឹង anchor point នេះគឺជាចំណុចដែលវាចេញមកតើវាចេញពីខាងណាមកបើសិនបើបងប្អូនទាញវាមកខាងក្រោមចាប់វាជាប់ទាញវាមកខាងក្រោមនេះគឺវានឹងចេញពីខាងក្រោមទៅវិញនេះបងប្អូនបានឃើញបាទគឺវាមានទូនាទីបែបហ្នឹងហើយបើសិនបងប្អូនដាក់វាមកខាងស្ដាំគឺវានឹងចេញពីកន្លែងខាងស្ដាំនោះទៅវិញបាទនេះបាទពីបងប្អូនមកឃើញជាក់ស្ដែងអញ្ចឹងត្រង់ចំណុចនេះខ្ញុំចង់វាចេញពីចំណុចខាងក្រោមនេះបាទអែមចង់វាចេញពីចំណុចខាងក្រោមបាទនេះបាទបងប្អូននឹងឃើញថាវាចេញបែបហ្នឹងមកហើយមិនថាតែឆ្វេងស្ដាំលើក្រោមការពង្រីកពង្រួមប៉ុណ្ណឹងទេហើយបងប្អូនបើចង់ពង្រួមវាតិចក៏បានដែរ5 10 15 20 30 35អញ្ចឹងបើសិនបងប្អូនចង់ពង្រីកវាឡើងដល់100ក៏បានហើយនេះបងប្អូនបានឃើញស្រាប់គឺចំណុចនេះចេញមកគឺបែបនេះតែម្ដងប៉ុន្តែខ្ញុំអត់យកចឹងទេគឺខ្ញុំយកកន្លែងនេះសិនខ្ញុំដាក់វាពង្រួមទៅវិញតិចក៏បានដែរ 40% គឺបងប្អូននឹងឃើញថាវារីកហើយវានឹងចាប់ដើមរួមទៅវិញបន្តិចនេះគឺជាការកំណត់ keyframe បាទតើតំណាងការពង្រីកពង្រួមហើយមួយទៀតខ្ញុំចង់ធ្វើការឧទាហរណ៍អំពីការប្រើប្រាស់ keyframe ជាមួយនឹង rotation អញ្ចឹង rotation នេះក៏សំខាន់ដែរនេះគឺជាចំណុចចាប់ផ្ដើម anchor point ចេញពីខាងណាមកអញ្ចឹងបើករណីនេះបងប្អូនចង់ឲ្យវាចេញដំបូងគឺវាត្រង់គឺបងប្អូនត្រូវទាញវាមក 0% បងប្អូនអាចវាយលេខបានត្រង់នេះ 0% គឺវាស្មើតែកដាលតែម្ដង
ចឹងបើយើងចង់ឲ្យវាចាប់ផ្ដើមចេញមកហើយបង្វិលចឹង5 10 15 20 25 35 40ចឹងបងប្អូនអាចដាក់ 15% ដូចមិញក៏បានដែរគឺវាបង្វិលបន្តិចបាទហើយបើបងប្អូនខិតទៅមុខតិចបងប្អូនចង់ឲ្យវាបង្វិលមករកចំណុចចាប់ផ្ដើមវិញក៏បានយើងដាក់ 0% មកគឺវាបែបនេះហើយនៅពេលដែលបងប្អូន play មកគឺវាចេញមកបែបហ្នឹងបាទអញ្ចឹងនេះគឺជាការប្រើប្រាស់តាក់ទងទៅនឹង keyframe កំណត់ keyframe ទៅលើ position scale ដូចជា rotation បាទអញ្ចឹងគឺចំណុចរបស់វាគឺចាប់ផ្ដើមពីចំណុចកណ្ដាលនេះតែបងប្អូនចង់ឲ្យវា rotate ចេញពីខាងស្ដាំនេះក៏បានខាងឆ្វេងក៏បានគឺសាច់ទៅលើបងប្អូនអញ្ចឹងបងប្អូនបានឃើញជាក់ស្ដែងគឺវាចេញមកបែបនេះបាទនេះគឺជាការកំណត់ទៅលើ keyframe ហើយមិនថាទៅលើរូបថតទេនៅលើវីដេអូក៏ដូចគ្នាដែរបើសិនបើករណីបងប្អូនចង់ឲ្យវីដេអូនេះចាប់ផ្ដើមប្រេកប្រវងឬក៏បង្វិលវាទំហំបែបម៉េចគឺបងប្អូនអាចធ្វើវាបានបាទអញ្ចឹងឧទាហរណ៍សិនយើងដាក់នៅលើវីដេអូនេះមួយចុះយើងនឹងធ្វើការចាប់ផ្ដើមវាពីចំណុច100នេះអញ្ចឹងយើងចាប់ផ្ដើមពីចំណុចនេះខ្ញុំចង់វា zoom បន្តិចអញ្ចឹងយើងបើកឃើញ keyframe យើងចាប់ផ្ដើមបើកអញ្ចឹងបងប្អូនទាញវាខិតមកពីមកត្រង់ចំណុចណាបងប្អូនចង់ប្រេកវាយើងអាចប្រេកវារហូតដល់ឧទាហរណ៍ថា115ចុះបាទ115តបមកទៅខាងមុខទៀតយើងចង់ធ្វើវាឲ្យទៅជារួមវិញយើងដាក់100វិញបាទអញ្ចឹងយើងដាក់នេះចំកណ្ដាលមួយអញ្ចឹងបងប្អូននឹងមើលឃើញថាវីដេអូនោះពេលដែលលេងទៅគឺវាបង្រួមចូលតបមកបាទគឺវាពង្រីកចូលហើយនឹងបង្រួមចេញមកវិញនេះបាទគឺយើងអាចធ្វើនៅលើវីដេអូបានដូចគ្នាឬក៏បងប្អូនចង់ឲ្យវីដេអូហ្នឹងចេញមកពីឆ្វេងទៅស្ដាំទៅឆ្វេងគឺបងប្អូនអាចប្រើប្រាស់ទៅលើ position បានដូចគ្នាដែរអញ្ចឹងបើសិនបងប្អូនថាចង់ឲ្យវីដេអូនោះចាប់ផ្ដើមដំបូងចេញពីខាងណាមកទាញវាខាត់ស្ដាំអញ្ចឹងទៅតមកដល់កន្លែងនេះបងប្អូនចង់ឲ្យវាខាត់មកខាងឆ្វេងបងប្អូនអាចទាញវាមកឆ្វេងនេះមកជាបងប្អូនមើលឃើញគឺចាប់ពីចំណុចនេះមកដល់ចំណុចនេះគឺវានឹងរំកិលបែបហ្នឹងបាទអញ្ចឹងការកំណត់ keyframe គឺវាបែបហ្នឹងមានភាពសាមញ្ញទេទៅពេលដែលបងប្អូនយល់បងប្អូនអាចប្រើប្រាស់ទៅតាមចំណង់ចំណូលចិត្តដែលបងប្អូនត្រូវការបាទនេះគឺជាការត្រួសត្រាសខ្លះៗទៅទៅនឹងការប្រើប្រាស់ keyframe អញ្ចឹងសង្ឃឹមថាបងប្អូនអាចយកទៅសាកល្បងក្នុងការរៀបចំវីដេអូរបស់បងប្អូនបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនប៉ុណ្ណឹងអញ្ចឹងយើងទៅមើលលទ្ធផលរបស់វាទាំងអស់គ្នាថាតើវាដំណើរការបែបម៉េចចឹងខ្ញុំរិចវាឲ្យធំចឹងបើសិនបងប្អូនចង់រិចដាក់ម៉ៅលើកន្លែង program នេះកន្លែង project ហ្នឹងចឹងបងប្អូនចុចសញ្ញាដូចជានៅក្រោម escape ស្បៀកក្មេងត្រីបងប្អូនចុច play បាទខ្ញុំដាក់នៅទីនេះកន្លែងនេះយើងអាចកំណត់បានបើសិនបើកុំព្យូទ័រយើង slow យើងដាក់វា 1/4 ឬក៏ 1/2 ឬក៏បងប្អូនចង់ឲ្យឃើញវាច្បាស់កុំព្យូទ័របងប្អូនខ្លាំងដែរបងប្អូនដាក់វា full មកបាទបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងហើយនឹងជួបបងប្អូនម្ដងទៀតទៅលើការប្រើប្រាស់មុខងារផ្សេងទៀតអរគុណ